Bạn số đây đã đọc nàyថ្ងៃនេះសូមធ្វើការបង្ហាញនៅកលឹះខ្លីនៅលើ Windows 7 ដែលតាក់ទងទៅនឹងការ add នៅ folder ចូលទៅក្នុង favorite group នៅក្នុង Windows 7 បាទយើងសូមចាប់ដើមទាំងអស់គ្នាដំបូងឡើយយើងគ្រាន់តែចូលទៅក្នុង Explorer របស់យើងតមកយើងឃើញនៅយើងចង់បង្កើតនៅ folder មួយដែលយើងប្រើចូលទៅប្រើវាជាញឹកញាប់នោះហើយយើងចង់ឲ្យវាឃើញនៅក្នុង favorite box favorite group របស់យើងគ្រាន់ឧទាហរណ៍ខ្ញុំបង្កើត folder មួយទៀតដែលតាក់ទងទៅនឹង theme ដែលខ្ញុំធ្វើការជាមួយ folder theme នឹងជាញឹកញាប់អញ្ចឹងខ្ញុំសូមទាញវាចូលនៅក្នុង favorite group តមកយើងឃើញ theme នេះអញ្ចឹងនៅពេលយើងរាល់ពេលយើងបើកនៅ Explorer យើងតែងតែឃើញនៅ folder ដែលយើងធ្វើការជាញឹកញាប់ហើយយើងអាច access ទៅ folder ហ្នឹងបានយ៉ាងឆាប់រហ័សហើយយើងមិនបាច់ពិបាកក្នុងការស្វែងរកឬក៏ចូលទៅក្នុង drive របស់យើងមួយហើយយើងស្វែងរកទីតាំងរបស់ folder ដែលយើងចង់ប្រើនោះប៉ុន្តែដល់ពេលយើង add ចូលក្នុង favorite នេះគឺយើងគ្រាន់តែបើក Explorer មកយើងនឹងអាច access ចូលនឹង folder ហ្នឹងបានរហ័សហើយយើងក៏អាចធ្វើការ remove នៅ folder ហ្នឹងក៏បានដែរយើងគ្រាន់តែ right click ទៅលើ folder នោះតមកយកពាក្យថា remove បាទសូមអរគុណ